បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះលោកគ្រូធ្វើ lab ទូចមួយទាក់ទងនឹងការ configure IP នៅលើ interface router ទាំងការ configure IPv4 និង IPv6 នេះជាតារាង IP address របស់គេអញ្ចឹងយើងអាច configure តាមនឹងបានអូខេឥឡូវលោកគ្រូចាប់ផ្ដើមconfigure តែម្ដងទី1យើង configure IP address នៅលើ ARM1 ហើយនិង LAN device អញ្ចឹងយើងមើលទៅតាម tab របស់គេមកអូខេឥឡូវយើង router មួយអូខេយើងចូល CLI password Cisco Cisco enable password ហ្នឹងខ្លះមិនទៅមកអូខេអញ្ចឹងដើម្បី configure interface យើងចូល global configuration mode អញ្ចឹងយើងវាយ configure terminal configure terminal អូខេចូល global configuration mode អញ្ចឹងឥឡូវយើងចាប់ផ្ដើម configure interface នៅលើ router ទី1ហ្នឹងគឺមាន3 interface មាន G0/0 G0/1 និង serial 0/0 អញ្ចឹងយើងចាប់ផ្ដើម configure ទៅតាមព័ត៌មានដែលមាននៅលើនេះមកអូខេចូល interface G0/0 G0/0 អញ្ចឹងយើងដាក់មក IP address វា IP address IP address 172.16.20.1 slash slash 25គេប្រើ slash 25អញ្ចឹងយើង submit វា255.255.128អូខេយើងដាក់ no shutdown no shutdown បាទផងណាអូខេឥឡូវគ្រូបង្ហាញបន្តិចតាក់ទងនឹង subnet mask ហ្នឹងខ្លះគ្នាយើងអត់ដឹងនេះយើងអាចមើលតាមតារាងនេះបានងាយស្រួលយើងអត់ចេះគណនាយើងអាចមើលតាមតារាងនេះបានអញ្ចឹងមិញ subnet mask គេហ្នឹង25អញ្ចឹងយើងអាចមើលបាននេះយើងអាចមើលតាមតារាងហ្នឹងមកអញ្ចឹង258ដងចុច128អាហ្នឹងសម្រាប់subnet mask ដែលប្រើ /25 បើយើងរត់ដល់ថតតែ /24 ហ្នឹងយើងមាន258ដងអញ្ចឹងណាហ្នឹងយើងអាចឆែកលើអ៊ីនធឺណិតមើលបានអត់អីទេអាហ្នឹងអូខេឥឡូវយើងបន្តការងាររបស់យើងទៀតមិញយើង configure បាន port interface G0/0 ហើយឥឡូវយើងចូល interface G0/1 ម្ដង interface reception in interface G0/1 IP address IP address IP address 172.20.129សម្ដេចណាស់វាមកដូចគ្នាវាស្លាប់25 255.255.255.128ហើយមកអូខេអញ្ចឹងយើងដាក់ no shutdown ពីដំណើរ port វា
ចឹងយើងចូលធ្វើអូខេហើយយើងសូតិចមើល10 so so p with if អូខេនេះយើងបានកំណត់ IP នៅលើ interface G0 Ethernet 0/1 រួចរាល់ហើយបើ serial វាមានស្រាប់អូខេយើងបាច់ configure ទេវាមានស្រាប់អញ្ចឹងឥឡូវយើងបន្តចូលដាក់ IP នៅលើ PC មួយម្ដងចុច PC មួយមក PC មួយ desktop IP configuration អញ្ចឹងយើងវាយតាមហ្នឹងមក172 172.16.20.10 ឆ្នាំ25អញ្ចឹង200ចុច128អូហើយខុស2.16 អូខេ default gateway 129ពីដាក់មក default gateway 1អូខេអូខេហើយយើងចូល configure PC 2ម្ដង PC 2មក desktop IP configuration អញ្ចឹងយើងនេះវាយនឹងចូលមក copy ក៏បានដែរ138នេះរកបានជិត128 129អូខេឥឡូវយើង configure IP ហ្នឹងហើយអូខេឥឡូវ verify connectivity PC 2 អាច ping គ្នាបានអត់ឥឡូវសាក់ ping តិចមើលចូល5អានេះពីលើ PC 2យើង ping កាន់ PC 1បាទ IP PC 1 ping 172.16.20.10 172.16.10 អូខេស្គាល់គ្នា ping គ្នាស្គាល់អូខេ part 1ចប់តើតើនឹង IPv4 ហើយនឹង test connectivity ឥឡូវយើងចូល part 2ម្ដង part 2តើតើនឹង IPv6 អូខេឥឡូវយើងចុច router នេះមកCisco enable class upload class អូខេឥឡូវយើងចាប់ផ្ដើម configure នេះ interface របស់ router នេះចឹងដាក់ configure terminal conft កាត់មក configure terminal conft ចឹងយើងចូល interface G0/0 អូខេ
by IPv6 address của copy mỏ đó về bạn về copy đã hết nó complete prefix này nhé slash 4 thế chứ những đặt comment no sạch đó nó no sạch đó là mấy in about phone nữa thế xịn nó cho hot với tiết interface chi số slash chi số slash 10 IPv6 address copy tụi mình đem á tôi là học buồn đấy còn mỗi dẫn đạt no sạch đón để exit nó và những chỗ verify được tích so IP interface trip ôច្រឡំយើងផា so IPv6 comment so IPv6 interface trip nó hết thời bỏ miệng đi như configure mấy app ở hay là dùng cho configure công tơ một đồng PC7 PC4 okay. Và PC7 desktop configuration static dương PC7 copy copy cho từ phục 4 Info gateway IP 8 sub còn lịch phíเราយើងចូល configure PC4 ម្ដង PC4 desktop application ពីរដែរមកស្លាស់4ដូចគ្នា FE 80 colon តិចពីរអូខេឥឡូវយើងបាន configure IP រួចរាល់ហើយនៅលើ router ទី2ហើយនឹងPC 3 PC4 ឥឡូវយើង test connectivity យើង ping ពី PC3 ទៅកាន់ PC4 ចាំដឹងថាវាស្គាល់គ្នាអត់អូខេ IP 15 ping ហើយយើងពីនេះមកអូខេស្គាល់អញ្ចឹង lab យើងរួចរាល់ហើយអញ្ចឹង